តើសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមានមេរៀនមួយតាក់ទងជាមួយនឹងការហៅឈ្មោះរបស់ Esther យើងដឹងហើយថាការហៅឈ្មោះ Esther សម្រាប់ថ្នាក់ទី12វាសំខាន់ក្នុងការហៅឈ្មោះเนาะអញ្ចឹងយើងទៅមើលទាំងអស់គ្នាថាតើការហៅឈ្មោះហ្នឹងវាបែបម៉េចប៉ុន្តែមុននឹងចូលទៅដល់ការហៅឈ្មោះរបស់ Esther ហ្នឹងដែរខ្ញុំចង់និយាយទៅលើ Esther បន្តិចថា Esther ហ្នឹងគឺជាអីសិនតើណាអញ្ចឹង Esther គឺជាអង្គធាតុទាំងឡាយនៃអាស៊ីដកាបូស៊ីលិកដែលបានមកពីការជំនួសបង្គំ hydroxyl OH តើណារបស់អាស៊ីតដោយបង្គំ OR' របស់កុលអញ្ចឹងអាមេរៀនអាស៊ីតកាបូស៊ីលិកហើយនិងមេរៀនអាកុលហ្នឹងយើងបានសិក្សាហើយតាំងពីថ្នាក់ទី11មកមែនតើណាអូខេឥឡូវយើងមកចូលទៅដល់បន្តទៀតតកតងជាមួយនឹងរូបមន្តទូទៅរបស់ Esther អញ្ចឹងការហៅឈ្មោះហ្នឹងវាមានរូបមន្តទូទៅជាមួយនឹងទម្រង់ទូទៅវាអញ្ចឹងអានេះយើងឃើញថាវាមាន air COO ណា air prim អញ្ចឹងការហៅឈ្មោះយើងដឹងថាយើងត្រូវហៅទៅតាម air prim មុនបាទណាការសរសេរ air prim ហៅទៅតាមហៅគីលទៀតអញ្ចឹងអា air នេះអូខេយើងហៅទៅធម្មតាទេអញ្ចឹងយើងមកមើលទៀតថា air ហ្នឹងមិនហើយ air prim ហ្នឹងវាបែបម៉េចតើណាអញ្ចឹង air ហ្នឹងជាអាតូមហីដ្រូសែនឬរ៉ាឌីកាល់ហីដ្រូកាបួរហើយ air prim ហ្នឹងដែរជារ៉ាឌីកាល់ហីដ្រូកាបួរហើយបើ air និង air prim ជារ៉ាឌីកាល់ហីដ្រូកាបួរខ្សែបើគេបាន ester aliphatic ណាអញ្ចឹង air និង air prim មានវងបងខ្សែគេបាន ester ប្រហារឬ aromatic អូខេអញ្ចឹងយើងដឹងហើយថាអាពពុះ ester ទាំងអស់ហ្នឹងវាកើតចេញមកពីអាកុលជាមួយនឹងអាស៊ីតនឹងឯងអូខេតទៀតយើងមកមើលអូខេនេះយើងបញ្ជាក់ថែមเนาะអញ្ចឹងទាំងអស់នេះវាបង្ហាញពីខ្សែកបោតរបស់ដែលបានមកពីអាស៊ីតកាបូស៊ីលិកហើយខាងនេះដែលបានមកពីខ្សែកបោតកុលជាប់ចូលគ្នាណាអូខេអញ្ចឹងការហៅឈ្មោះវិញអញ្ចឹងការហៅឈ្មោះរបស់ Esther វាមាន2មជ្ឈមបទវាដោយសារអីដោយសារវាមាន air និង air prim តើណាអញ្ចឹងវាមានមជ្ឈមបទមួយគឺ il អញ្ចឹង il ជាឈ្មោះរបស់អាគីលដែលបានមកពីអាកុលហើយមួយទៀតគឺ OH ដែលបង្ហាញពីខ្សែកបោតនៃអាស៊ីតហើយនេះជាឧទាហរណ៍ដែលយើងបង្ហាញយើងឃើញថាវាមានប្រមាណ Esther ហ្នឹងខ្សែកបោតអញ្ចឹងក្នុងការហៅឈ្មោះរបស់ Esther អូខេយើងហៅចិត្តនេះមួយតើណាយើងអស់ហើយ1 2អញ្ចឹងអានេះជាអីគេអានេះជា air prim តើណាហើយចានេះអញ្ចឹងបានន័យថានេះជា air ហ្នឹងអូខេនឹងជា air អញ្ចឹងការហៅឈ្មោះយើងត្រូវហៅ air prim មុនអញ្ចឹង air prim យើងរាប់ខ្សែមេទៅមេ a តើណាអញ្ចឹង a យើងហៅទៅតាម alkyl ទៅតាមមជ្ឈមបទ il របស់យើងតើណាអញ្ចឹងa ethyl តើណាទៅពេលair វិញអញ្ចឹង a ហៅធម្មតាមក1 2តើណាអញ្ចឹង a etan ណាយើងបញ្ចប់ដោយមជ្ឈមបទ OR អញ្ចឹងវាខុសពីអាស៊ីតយើងបញ្ចប់ដោយមជ្ឈមបទ OH នេះតទៀតនេះការហៅឈ្មោះ Esther ក្នុងករណីវាមានខ្នែងអញ្ចឹងវាអាចមានខ្នែងទាំង air ជាមួយនឹង air prim តើណាអញ្ចឹងអាខាងនេះការហៅទៅតាម air prim តើហើយ air អញ្ចឹង air prim វាមិនជាខុសគ្នាប្រហែលគេហៅលេខខ្នែងឈ្មោះខ្នែងហើយណាឈ្មោះខ្នែងនេះយើងបញ្ចប់ដោយ il នឹងឯងយើងបានរៀនតាំងពីមេរៀនអង្គការណាពពួក hydro កាបួរមកច្រើនហើយអញ្ចឹងair prim យើងបញ្ចប់ដោយ il ដូចគ្នាតើណាហើយទៅបូកជាមួយនឹងលេខខ្នែងរបស់ខាងខ្សែ air វិញម្ដងអញ្ចឹងយើងហៅលេខខ្នែងយើងហៅឈ្មោះខ្នែងil ដូចគ្នាតើណាមេ a pro អញ្ចឹងទៅ methyl ethyl អញ្ចឹងទៅហើយឈ្មោះខ្សែកបោត air ហើយបញ្ចប់ដោយមជ្ឈមបទ OR ហើយយើងតមកមើលការសម្គាល់របស់គេម្ដងអញ្ចឹងក្នុងការសម្គាល់នេះគេបានថា air និង air ក្នុងករណី air និង air prim មានខ្នែងតើណានេះដូចទៅនឹងដែលខ្ញុំបង្ហាញមិញហ្នឹងឯងយើងឲ្យបងលេខបងអីហ្នឹងឯង
មានរ៉ាឌីកាល់ air prim មានផ្នែកទៅបងលេខ1នៅអាតូមកាបូនហើយទៅអាតូមកាបូននៅភ្ជាប់ណាដល់ភ្ជាប់ដល់សម្ព័ន្ធជាន់នៅខាងអាតូម e ទៅហើយដល់ពេលបើ e radical acid មានផ្នែកត្រូវបងមួយអាតូមឲ្យទៅកាបូននៃបង្គំកំស៊ីលអញ្ចឹងយើងមកមើលឧទាហរណ៍វិញវាជាងាយយល់ណាពេលយើងអានទ្រឹស្ដីនិយមន័យហ្នឹងវាពេលខ្លះអាននឹងបំយល់អញ្ចឹងយើងមកមើលទ្រឹស្ដីចង់ដឹងថាវាស្របទៅនឹងមើលឧទាហរណ៍ស្របទៅនឹងទ្រឹស្ដីហើយវាងាយយល់ដែរអូខេអញ្ចឹងយើងឃើញថានេះអីគេយើងមើលសិនមកយើងមើលឃើញថានេះ air prim ដែរair prim នេះ air air សុំលុបបន្តិចអញ្ចឹងឈ្មោះយើងនិយាយដែរមុននេះហៅ air prim មុនដែរយើងរាប់មក1 2 3ឃើញទេហើយទៅយើងមើលទៅលើអាហ្នឹងយើងរកហ្នឹងរកដើម្បីអីដើម្បីរកខ្សែមេដែរខ្សែមេនៃអាខាង air prim របស់យើងហ្នឹងអញ្ចឹងយើងរាប់ឃើញ1 2 3ហើយ pro ដែរ3ដែរមេ A pro អូខេអញ្ចឹងយើងមកមើលទៀតថាមានផ្នែកអត់មានផ្នែកពិតជាមានផ្នែកមែនអញ្ចឹងផ្នែកមានឈ្មោះអីមេទីលដែរអញ្ចឹងយើងអាចហៅបាន2មេទីលឃើញទេ2មេទីល3 2មេទីលឥឡូវយើងមកចូលខាង air យើងវិញត1 2 3 4ដូចគ្នា4លើសមកខ្សែបោនអញ្ចឹងយើងហៅគេមេ A pro 1តើណាហើយយើងមកមើលទៀតថាមានផ្នែកនេះអត់មានផ្នែកនៅទីតាំងលេខ3ផ្នែកឈ្មោះគេផ្នែកឈ្មោះមេទីលតើណាផ្នែកឈ្មោះមេទីលផ្នែកឈ្មោះមេទីលយើងហៅ3មេទីល3មេទីលតើណានេះ3មេទីល3ហ្នឹងជាទីតាំងផ្នែកហើយមេទីលឈ្មោះផ្នែក3មេទីល1តានៅអាតបញ្ចប់ដោយមជ្ឈមបទ OR អូខេឥឡូវយើងចូលមកមើលលំហាត់អនុវត្តរបស់យើងអនុវត្តខ្លួនឯងឥឡូវយើងមកមើលថាតើអានេះខ្ញុំបញ្យល់បន្ថែមណាគ្នាយើងអាចយកទៅអនុវត្តខ្លួនឯងបានយើងមកមើលមកថាណាជា air prim ណាជា air អញ្ចឹងណាអានេះដូចគ្នាអានេះ air prim នេះ air អញ្ចឹងហើយនេះគេដែរនេះ air prim air អញ្ចឹងណាហើយមួយទៀតបើយើងចង់ទៅហៅឈ្មោះហើយយើងចង់សរសេររូបមន្ត Sterling របស់វាដូចគ្នាតើណាអញ្ចឹងយើងសរសេររាប់បបោនអីចឹងធម្មតាទៅតើណាឥឡូវខ្ញុំឲ្យរូបមន្ត Sterling ហ្នឹងទៅសាកអនុវត្តខ្លួនឯងសិនថាតើយើងអាចធ្វើបានដែរអត់អូខេនេះរូបមន្ត Sterling ចឹងសរសេរវាអញ្ចឹងទៅឥឡូវសាកធ្វើលេងសិនណាហើយបើមានចម្ងល់ចាំយើងគិតតាមក្រោយទៀតហើយខ្ញុំនឹងមានវីដេអូបង្ហាញទាក់ទងជាមួយនឹងការសរសេរ Sterling អីហ្នឹងហើយនឹងក៏មានហៅឈ្មោះហៅអីបន្ថែមតើណាអូខេឥឡូវវីដេអូរបស់យើងចប់ហ្នឹងហើយបើពេញចិត្តនៅក្នុងការចែករំលែកក្នុងមេរៀននេះអាចជួយ share មួយដើម្បីផ្ញើទៅឲ្យអ្នកតែបានន័យថាមិនតន់ច្បាស់ឬក៏ចង់មើលបន្ថែមទៅលើមេរៀន extend ការហៅឈ្មោះ extend អូខេ